ទស្សនិកជនឥឡូវនេះងាកមកមើលព័ត៌មានកីឡាវិញម្ដងគណៈកម្មាធិការគុណចម្រុះខ្មែរបុរាណនិងគម្ពីរយុទ្ធគុណដូនតាខ្មែរបានសម្រេចឯកភាពគម្រោងថ្មីថែមមួយទៀតក្នុងកិច្ចប្រជុំពិភាក្សានិងពិនិត្យវឌ្ឍនភាពការងារកាលពីថ្ងៃអង្គារទី13ឧសភាឆ្នាំ2025គណៈកម្មាធិការយុទ្ធគុណចម្រុះខ្មែរបុរាណនិងគម្ពីរយុទ្ធគុណដូនតាខ្មែរបានសម្រេចឯកភាពគម្រោងថ្មីបន្ថែមទៀតអាដាមវត្តចម្រើនអនុប្រធានអចិន្ត្រៃយ៍បានមានប្រសាសន៍ថាគណៈកម្មាធិការបានឯកភាពគ្នាលើការសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រដែលមានការរៀបចំគម្រោងយ៉ាងប្រសើរល្អិតល្អន់បូករួមនឹងយន្តការច្បាស់លាស់ល្អគណៈកម្មាធិការបានអនុម័តលើគម្រោងនេះនិងត្រៀមគោរពជូនសម្ដេចបវរធិបតីដ៏ខ្ពង់ខ្ពស់ដើម្បីពិនិត្យនិងសម្រេចទី2គឺការរៀបចំប្រកួតយុទ្ធគុណចម្រុះខ្មែរបុរាណដែលត្រូវធ្វើឡើងនៅថ្ងៃទី27ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025គម្រោងនេះត្រូវបានពិនិត្យយ៉ាងលម្អិតទាំងនឹងការផ្សព្វផ្សាយនិងការបំផុសចលនាជាចលនាជាតិដ៏ធំដើម្បីឲ្យជ្រួតជ្រាបដល់មហាជននិងទទួលបានការគ្រប់គ្រងអ្វីដែលយើងផ្ដោតគឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងគោរពតាមគោលការណ៍អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីព្រឹត្តិការណ៍នេះមានទាំងការប្រកួតផងទាំងការបង្ហាញអំពីសមិទ្ធផលការតាំងបង្ហាញយុទ្ធគុណខ្មែរបុរាណគ្រប់ទម្រង់គ្រប់បែបបទទាំងអាវុធទាំងយុទ្ធមន្តមួយទៀតគឺក្បាច់គុណផ្សេងទៀតដែលមានមកបន្ថែមឲ្យកាន់តែច្រើនឆ្នាំ2024យើងមានខ្លះហើយអញ្ចឹងឆ្នាំនេះយើងថែម4ទៅ6ប្រភេទទៀតសម្ដេចបានមានប្រសាសន៍ថាបញ្ចូលគ្រប់ទម្រង់ឲ្យអស់ដែលមាននៅសេសសល់តិចក្តីច្រើនក្តីឲ្យមកបង្ហាញរំលឹកដាស់សតិថាដូនតាយើងពិតជាមានក្បាច់គុណដ៏សម្បូរបែបនេះអាដាមវត្តចម្រើនបានបន្តទៀតថាថ្ងៃដែលព្រឹត្តិការណ៍ធ្វើនៅភូមិកីឡដ្ឋានជាតិមរតកដៃជោគឺជាផ្នែកខាងក្រៅនឹងមានការតុបតែងលម្អនិងមានកម្មវិធីអមផ្លែកផ្សេងទៀតដើម្បីឲ្យមហាជនអ្នកស្រាវជ្រាវនិងសិស្សនិស្សិតអាចទស្សនាស្រាវជ្រាវបានជំរុញការចោះឈ្មោះចូលរួមអាដាមវត្តចម្រើនបានមានប្រសាសន៍ថាអ្នកចេះក្បាច់គុណមិនថាចំណោះសហព័ន្ធឬមិនចំណោះសហព័ន្ធគឺអាចចូលរួមបានដោយការចោះឈ្មោះនឹងចាប់ផ្ដើមពីខែសីហានេះតទៅពីខ្ញុំបានលុនឯក TV5 Online News